ចាសួស្តីថ្ងៃនេះយើងរៀនអំពីការវាស់កំហើញអញ្ចឹងពាក្យថាកំហើញមកពីពាក្យថាឃើញចាអញ្ចឹងសរីរាង្គដែលធ្វើឲ្យយើងមើលឃើញនោះគឺភ្នែកអញ្ចឹងបើភ្នែកមានបញ្ហាក៏យើងមានបញ្ហានៅក្នុងការរស់នៅផងដែរដូច្នេះយើងត្រូវតែធ្វើការវាស់វាតើភ្នែកយើងនៅក្នុងកម្រិតមួយណាអញ្ចឹងមុននឹងដឹងថាកម្រិតមួយណាយើងត្រូវដឹងថាតើភ្នែកយើងមានស្ថានភាពបែបណាចាអញ្ចឹងនៅលើពិភពលោកយើងឃើញថាភ្នែកគឺជាមូលហេតុដែលចម្បងដែលធ្វើឲ្យកុមារហ្នឹងមានបញ្ហាភ្នែកនៅចន្លោះអាយុ5ឆ្នាំដល់15ឆ្នាំគឺចាប់ផ្ដើមធ្វើការវាស់កំហុញភ្នែកហើយអញ្ចឹងកាលណាសំណុំរូបភាពដែលគាត់បញ្ជូនទៅមានភាពសពិតសពិលមានន័យថាកុមារនោះគឺមានបញ្ហាភ្នែកតែម្ដងចាអញ្ចឹងកាលណាភ្នែកយើងមានបញ្ហាយើងដោយសារតែសំណុំនៃរូបភាពដែលបញ្ជូនមកមានភាពសពិតសពិលមិនច្បាស់អញ្ចឹងដើម្បីចង់ដឹងថាតើការវាស់កំហុញមានសារៈសំខាន់អ្វីខ្លះយើងត្រូវដឹងអំពីសារៈប្រយោជន៍របស់វាទី1គឺកំណត់កំហើញធម្មតាឬខ្សោយកំហើញរកឃើញនៅកម្រិតនៃការកំហើញទទួលបាននៅការព្យាបាលទាន់ពេលវេលាទទួលបាននៅកំហើញធម្មតាវិញដោយការពាក់វ៉ែនតាមិនធ្វើឲ្យភ្នែកមានបញ្ហាកាន់តែធ្ងន់ទៅសម្រាប់អ្នកដែលមានបញ្ហាភ្នែកអញ្ចឹងជាទូទៅក្នុងការវាស់កំហើញហ្នឹងវាមានកម្រិតនៅក្នុងការវាស់ផងដែរចានឹងអញ្ចឹងនេះគឺជារបៀបនៅក្នុងរូបភាពនេះគឺជារបៀបនៅក្នុងការវាស់កំហើញរបស់កុមារីម្នាក់អញ្ចឹងដើម្បីវាស់កំហើញហ្នឹងគេយកអក្សរ E ជាគោលដោយចាប់ផ្ដើមនៅទីតាំងមួយដែលសមស្របគឺមានពន្លឺហើយនឹងចម្ងាយនៅក្នុងការវាស់ហ្នឹងបានត្រឹមត្រូវចាអញ្ចឹងទី1យើងត្រូវបិទភ្នែករបស់យើងហ្នឹងហើយសួរថាអក្សរ E ហ្នឹងបែរទៅណាមានបែរទៅណាទៅលើទៅឆ្វេងឬក៏ទៅស្ដាំហើយយើងវាស់ម្ដងទៀតនៅផ្នែកខាងឆ្វេងម្ដងហើយសួរដដែលលើកចំពោះកាលណាគាត់អានអក្សរធំជាងគេនៅលើបានឬក៏អក្សរដែលតូចជាងគេនៅខាងក្រោមហ្នឹងគាត់មើលអត់ច្បាស់ថាអត់ដឹងថាបែរទៅខាងណាមានន័យថាគាត់ខ្សោយកំហើញហើយអញ្ចឹងនៅក្នុងការវាស់កំហើញហ្នឹងយើងឃើញថាបើយើងមើលតាមរូបភាពយើងឃើញហើយមានន័យថាបើវានៅលើនៅក្រោមអីយើងបាញ់ទៅតាមហ្នឹងឲ្យក្មេងហ្នឹងប្រើដៃឡើងចុះតាមសញ្ញាប៉ុណ្ណឹងអញ្ចឹងដើម្បីយើងដឹងថាកុមារមានបញ្ហាកំហើញហើយអ្នកដែលយើងអាចជួយបានហ្នឹងគឺណែនាំឲ្យកុមារហ្នឹងទៅមណ្ឌលសុខភាពតាក់ទងនឹងភ្នែកហើយនឹងមន្ទីរពេទ្យផ្នែកភ្នែកឲ្យបានច្បាស់លាស់ដើម្បីឲ្យក្រុមគ្រូពេទ្យហ្នឹងគាត់ពិនិត្យបន្ថែមទៀតនេះគឺជារបាយការណ៍ឬក៏ទីតាំងដែលអាចឲ្យកុមារដែលមានបញ្ហាភ្នែកឬក៏មនុស្សគ្រប់វ័យដែលមានបញ្ហាភ្នែកហ្នឹងអាចទៅទីតាំងតាមនៅក្នុងតារាងនេះបានមាន23ខេត្តក្រុងរបស់យើងហ្នឹងអញ្ចឹងយើងទៅតាមប្រភេទមន្ទីរពេទ្យដែលនៅគៀកផ្ទះយើងបំផុតអញ្ចឹងនៅក្នុងការទៅហ្នឹងគេនឹងធ្វើការវាស់ភ្នែកយើងម្ដងទៀតឲ្យគ្រូពេទ្យជំនាញជាទីបញ្ចប់នេះក៏មានមេរៀនសង្ខេបមួយដើម្បីឲ្យអ្នកទាំងអស់គ្នាចងចាំអញ្ចឹងយើងត្រូវដឹងថាចំណុចសំខាន់នោះយើងត្រូវចងចាំទាំងអស់គ្នាថាកុមារមានស្ថានភាពភ្នែកនៅចន្លោះអាយុប៉ុន្មានគឺនៅចន្លោះអាយុ5ឆ្នាំដល់15ឆ្នាំហ្នឹងកាលណាកំហើញរបស់គាត់មានន័យថាសំណុំរូបភាពដែលគាត់ចាប់បាននឹងខ្សោយគឺគាត់មានបញ្ហាជាទីបញ្ចប់នេះក៏មានចម្រៀងមួយតទៅនឹងការធ្វើអនាម័យមាត់ភ្នែកតាមលំនាំបទអបផ្កាយលើមេឃផងតាអញ្ចឹងអ្នកគ្រូសូមច្រៀងវគ្គទី1បង្ហាញអ្នកទាំងអស់គ្នា1 2 3 4 5គឺជាក្បួនការពេលនេត្រា1ត្រូវតែចាំប្រចាំជាតិអា2ត្រូវរក្សាក្បួនអនាម័យ2ត្រូវរក្សាក្បួនអនាម័យអញ្ចឹងវគ្គទី2ទី3ទី4គឺច្រៀងដូចគ្នាទាំងអស់កូន